នៅវិទ្យាល័យមួយមានមិត្តជិតស្និទ្ធ3នាក់គឺវិសាលវិសានិងលីនពួកគេទៅណាមកណាជាមួយគ្នារហូតដល់ថ្នាក់គ្រូដាក់រហស្សនាមឲ្យថាអាតូមទាំង3ថ្ងៃមួយម៉ោងរូបវិទ្យារបស់គ្រូរិទ្ធបានចាប់ផ្ដើមគាត់ដើរចូលថ្នាក់ដោយកាន់សភៅធំមួយនិងមុខតឹងដូចចរន្តអគ្គិសនីឆក់ណោះអ្នកណាធ្វើកិច្ចការផ្ទះរួចហើយលើកដៃសិស្សលើកដៃទាំងអស់លើកលែងតែអាតូមទាំង3ដែលអង្គុយស្ងៀមដូចអេឡិចត្រូនអស់ថាមពលលោកគ្រូពួកខ្ញុំកំពុងស្រាវជ្រាវអំពីច្បាប់អង្កេសយាវត្ថុដែលនៅស្ងៀមនិងនៅស្ងៀមដដែលដូចកិច្ចការផ្ទះពួកខ្ញុំអញ្ចឹងហើយយប់មិញកម្លាំងទំនាញលើក្រែខ្លាំងពេកពួកខ្ញុំងើបមិនរួចទេល្អណាស់ចេះយករូបវិទ្យាមកប្រើអញ្ចឹងថ្ងៃនេះគ្រូនឹងដាក់ពិន័យតាមបែបរូបវិទ្យាគាត់ចង្អុលទៅវិសាលឯងធ្វើជាប៉ោលគ្រូយកខ្សែមកចងកដាលដៃវិសាលឲ្យឈរយល់ទៅមុខថ្នាក់បន្ទាប់មកវិសាឯងធ្វើជាសារ៉ែនរលកសំឡេងវូអូអូអូវិសាត្រូវស្រែកវូអូអូអូខណៈដើរជុំវិញថ្នាក់ចំណែកលីនឯងធ្វើជាចរន្តអគ្គិសនីរត់ពីមុខទៅក្រោយថ្នាក់10ជុំព្រោះចរន្តត្រូវតែហូរថ្ងៃក្រោយធ្វើកិច្ចការផ្ទះទៅខ្ញុំមិនចង់ខ្លាចជាប៉ោលទៀតទេខ្ញុំសឹងខ្លាចជាអគ្គិសនី220វ៉ុលហើយអត់មាននិយាយទេអត់មាននិយាយទេចំណារូបវិទ្យាមិនត្រឹមតែរៀនទេត្រូវអនុវត្តផង